ប្រភពពីសមរភូមិនៅថ្ងៃទី22ខែធ្នូនេះបានឲ្យដឹងថាភាគីថៃបានចេញអវសានវ៉ាន24ម៉ោងទាមទារឲ្យកម្ពុជាដកថយពីតំបន់ប្រយុទ្ធមួយចំនួននៅជួរមុខបើមិនដូចនេះទេពួកគេនឹងបើកការប្រតិបត្តិការឈ្លានពានដោយថ្មើរជើងទ្រង់ទ្រីធំនេះមិនមែនជាការទម្លាក់គ្រាប់បាយ F16 ពីលើអាកាសដូចសប្តាហ៍មុននៅសៀមរាបទេតែជាការគំរាមកំហែងទ័ពរាប់ម៉ឺននាក់វាចូលទឹកដីកម្ពុជាតែម្ដងនៅថ្ងៃនេះសមាគមអាស៊ានកំពុងតែបើកកិច្ចប្រជុំបន្ទាន់មួយដើម្បីដោះស្រាយវិវាទនេះប៉ុន្តែសំណួរសួរថាតើមានសង្ឃឹមទេសូមបងប្អូនកុំភ្លេចថាកាលពីសប្តាហ៍មុនសូម្បីតែនាយករដ្ឋមន្ត្រីម៉ាឡេស៊ីប្រធានអាស៊ានឲ្យឈប់បាញ់ក៏ថៃមិនស្ដាប់សូម្បីតែលោកដូណាល់ត្រាំប្រមានក៏ថៃមិនធ្វើមិនហីជាពិសេសគឺសម្ដីលោកអានូទីនដែលប្រកាសក្លែងៗថាថៃមិនចាំបាច់ស្ដាប់អ្នកណាទៀតទេបើមេដឹកនាំគេប្រកាសបិទត្រចៀកបែបនេះទៅហើយតើកិច្ចប្រជុំថ្ងៃនេះមានឥទ្ធិពលនិងមានលទ្ធផលអ្វីខ្លះក្រៅពីការចាក់ចែងសេចក្តីថ្លែងការណ៍សម្ដែងការព្រួយបារម្ភនោះម៉ាឡេស៊ីមិនថាចិនមិនថាអាមេរិកមិនថាបារាំងបានចេញសេចក្តីថ្លែងការណ៍បានចេញមកហើយអស់ហើយប៉ុន្តែថៃមិនស្ដាប់សូម្បីតែលោកនាយករដ្ឋមន្ត្រីចាំផ្ទះលោកអានូធីនក៏ប្រកាសថាមិនមានបទឈប់បាញ់សូម្បីតែរដ្ឋមន្ត្រីក្រសួងការពារជាតិក៏បានប្រកាសថាមិនមានបទឈប់បាញ់ហើយនឹងបន្តឈ្លានពានរបស់កម្ពុជាទៀតខណៈពេលដែលអន្តរជាតិកំពុងប្រជុំប្រជាជនខ្មែរនៅតាមបន្ទាត់ព្រំដែនកំពុងរត់ភៀសខ្លួនយ៉ាងវេទនាក្រោយការទម្លាក់គ្រាប់បែកនៅសៀមរាបនិងមន្ទីរមានជ័យកន្លងទៅថ្មីនេះនៅថ្ងៃទី22សៀមបានទម្លាក់គ្រាប់បែកនៅខេត្តរតនមានជ័យនិងខេត្តបន្ទាយមានជ័យនៅតំបន់ក្រុងប៉ោយប៉ែតវាពិតជាអនាធមសម្រាប់ប្រជាជនដែលគាត់រស់ភៀសខ្លួនប៉ុន្តែទោះបីជាមានអវសានវ៉ាតពីសត្រូវក៏ដោយកងទ័ពកម្ពុជាយើងនៅតែប្រកាន់ជំហរយ៉ាងរឹងមាំស្លាប់នៅលើដីខ្លួនឯងប្រសើរជាងដកទ័ពឲ្យសត្រូវឈ្លានពានកំជ្រួយ BM21 និងកងពលសំខាន់ត្រូវបានដាក់ពង្រាយរួចរាល់ហើយដើម្បីទទួលបានភ្ញៀវដែលបានមកអញ្ជើញមកនៅក្នុងដីរបស់យើងនៅថ្ងៃនេះប្រទេសកម្ពុជាជាមួយនឹងប្រទេសថៃបានបើកការប្រជុំទ្វេភាគីនៅប្រទេសម៉ាឡេស៊ីដែលមានសមាជិកចូលរួមដូចជាចិនជាមួយនឹងអាមេរិកផងដែរបងប្អូនជនរួមជាតិយើងនឹងរងចាំមើលថាតើការប្រជុំនោះនឹងមានលទ្ធផលយ៉ាងណាយើងរងចាំ24ខាងមុខនេះគឺជាពេលវេលាដ៏សំខាន់បំផុតនៃប្រវត្តិសាស្ត្រនៅពេលដែលអាស៊ាននិង UN ហាក់ដូចជាគ្មានប្រសិទ្ធភាពនិងមានតែពឹងផ្អែកទៅលើកម្លាំងសាមគ្គីជាតិរបស់យើងតែប៉ុណ្ណោះសម្រាប់បងប្អូនយល់យ៉ាងណាដែរចំពោះការប្រជុំនៅម៉ាឡេស៊ីថ្ងៃនេះហើយបងប្អូននឹងមានមតិយោបល់យ៉ាងណាតើការប្រជុំនេះអាចបញ្ចប់ជម្លោះរវាងកម្ពុជាជាមួយនឹងថៃបានទេហើយតើថៃនឹងតែបន្តឈ្លានពានកម្ពុជាទៀតដែរទេសូមតាមដានជាមួយខ្ញុំនៅលើព្រឹត្តិការណ៍នេះសូមបងប្អូនរក្សាចិត្តឲ្យនឹងនិងជឿជាក់ទៅលើកងទ័ពរបស់យើងគឺជារឿងមួយដែលបងប្អូនប្រជាជនកម្ពុជារបស់យើងធ្វើដើម្បីប្រជាជនកម្ពុជារបស់យើងនិងប្រទេសកម្ពុជារបស់យើងបងប្អូនចូលរួមពលិកាជាមួយនឹងការប្រើប្រាស់ទំនិញថៃបងប្អូនបង្កើតទំនិញដែលមានគុណភាពជាមួយនឹងការដែលមិនកេងប្រវ័ញ្ចទៅលើផលប្រយោជន៍រួមរបស់ប្រជាជាតិបងប្អូនបន្តការងារបងប្អូនបន្តសកម្មភាពដើម្បីឲ្យចរន្តសេដ្ឋកិច្ចដើរល្អបងប្អូនបន្តជួយជនភៀសសឹកនិងបងប្អូនតបជួរមុខដើម្បីទប់ទល់ជាមួយនឹងខ្មាំងសត្រូវនិងបន្ធូរបន្ថយទៅដល់រដ្ឋាភិបាលបងប្អូនរួមរស់ជាមួយនឹងរដ្ឋាភិបាលបងប្អូនសាមគ្គីបងប្អូនរស់បងប្អូនបែកបាក់បងប្អូននឹងរលាយប្រទេសតែម្ដងសូមអរគុណសម្រាប់ដែលបងប្អូនទស្សនានៅវីដេអូនេះយើងនឹងជួបគ្នានៅវីដេអូក្រោយដែលនិយាយអំពីតាក់ទងជាមួយនឹងការដែលប្រជុំនៅម៉ាឡេស៊ីនេះ